សួស្តីបងប្អូនទាំងអស់គ្នាបាទនៅពេលនេះយើងចូលដល់បរិបទស័ព្ទបាទលេខ4បាទអេសតោះអញ្ចឹងបើសិនណាជាបងប្អូនចង់មើលមេរៀនឧទាហរណ៍ថាចង់មើលបញ្យលវិជ្ជករមួយណាបងប្អូនអាចមើលតាមលេខរៀងនឹងបានអញ្ចឹងខ្ញុំនឹងបញ្យលខ្ញុំនឹងបង្ហោះជាវីដេអូមេរៀនទៅតាមលេខរៀងទាំងអស់ហ្នឹងតែម្ដងតោះអញ្ចឹងថ្ងៃនេះយើងលេខ4បាទបរិបទស័ព្ទអេសតោះរំលឹកឡើងវិញតើបរិបទស័ព្ទគេប្រើជាមួយនឹងអីគេដែរជាមួយនឹងនាមដែលអញ្ចឹងមានន័យថានៅពីមុខវាគឺនាមតោះអញ្ចឹងថ្ងៃនេះយើងនឹងមើលបរិបទស័ព្ទអេសគេប្រើយ៉ាងដូចម្ដេចតោះអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងលើកពីចំណុចឲ្យតាក់ទងជាមួយនឹងបរិបទស័ព្ទអេសតោះទី1អេសយើងបកប្រែថានៅឯបាទនៅក៏បានឬមកក៏នៅឯក៏បានដែរនៅឯតោះរបៀបប្រើវាទម្រង់របស់វាគឺទីកន្លែងអេសតោះអញ្ចឹងនៅកន្លែងនេះនាមនៅពីមុខអេសហ្នឹងនាមប៉ុន្តែនាមទីកន្លែងបន្តមកទៀតបូកជាមួយនឹងកិរិយាសព្ទសកម្មតើកិរិយាសព្ទសកម្មនៅកន្លែងដូចម៉ោងមុនដែលយើងបានរៀនជាមួយគ្នាពាក់ព័ន្ធជាមួយនឹង a ក៏ជាកិរិយាសព្ទសកម្មដែរដែលយើងប្រើជាមួយកិរិយាសព្ទតែសកម្មភាពអត់កើតឡើងនៅកន្លែងហ្នឹងទេតោះនៅក្នុង a សវិញបាទសម្រាប់ a សបរិបទសព្ទ a សយើងប្រើកិរិយាសព្ទសកម្មតែជាសកម្មភាពដែលកើតឡើងនៅកន្លែងហ្នឹងតែម្ដងតោះមានន័យថាចេះឥឡូវយើងសាកមើលឧទាហរណ៍ជាមួយនឹងគ្នាបន្តិចគេសួរថា oti eso manal kayoតើមិនណាដែលកិរិយាសព្ទសកម្មវាជួបគ្នាតើជួបគ្នាគឺមានសកម្មភាពអីចឹងគេសួរជួបគ្នានៅកន្លែងណាតើអញ្ចឹងមានកន្លែងនៅក្នុងទីកន្លែងមួយហ្នឹងនៅកន្លែងមួយហ្នឹងឧទាហរណ៍ថាមក coffee shop ហាងកាហ្វេឬមួយក៏យកហៅបានមករោងកុនឬមួយក៏ឈិកតាំងហាងកាហ្វេភោជនីយដ្ឋានឬមួយក្រុងវ៉ុនឬមួយក៏សួនច្បារតើមាននៅក្នុងកន្លែងនេះគឺគេជួបគ្នានៅហ្នឹងអញ្ចឹងសកម្មភាពកើតឡើងនៅក្នុងកន្លែងហ្នឹងតើអញ្ចឹងពេលណាសកម្មភាពកើតឡើងនៅកន្លែងណាមួយអញ្ចឹងពេលហ្នឹងគឺគេប្រើបរិបទស័ព្ទអេសហើយតើ oti eso manal kayo តើអញ្ចឹងក៏ឆ្លើយហើយ personal thaya hanika តើដោយសារយើងត្រូវជីបបាទដោយសារខ្ញុំត្រូវជាបាសតែយក bus រថយន្តក្រុងដោយសារខ្ញុំត្រូវជារថយន្តក្រុងដូច្នេះហើយ Hakyo Chongmun Eso Manapsida តោះយើងជួបគ្នានៅមុខច្រកទ្វារសាលារៀនតើ Hakyo Chongmun បាទច្រកទ្វារសាលារៀនច្រកទ្វារដើម្បីចូលទៅក្នុងសាលាហ្នឹងតើ Hakyo Chongmun Eso អញ្ចឹងមានន័យថានៅមុខច្រកទ្វារសាលារៀនហ្នឹងគឺគេជួបគ្នានៅហ្នឹងឯងចេះសកម្មភាពកើតឡើងនៅកន្លែងហ្នឹងតើពេលណាសកម្មភាពកើតឡើងនៅកន្លែងហ្នឹងពេលហ្នឹងគឺយើងប្រើទម្រង់ Eso ហ្នឹងហើយឧទាហរណ៍ផ្សេងទៀតឧទាហរណ៍ខ្ញុំអត់មានសរសេរនៅក្នុងនេះទេដែលឧទាហរណ៍ថាឧទាហរណ៍ថាខ្ញុំញ៉ាំបាយ Pavel Mogoyoតើមានសកម្មភាពអត់មានតើញ៉ាំបាយនៅភោជនីយដ្ឋានអញ្ចឹងសកម្មភាពដែលយើងធ្វើនឹងនៅណាដែរនៅភោជនីយដ្ឋានតើ Shiktan អញ្ចឹងយើងប្រើអីគេដែរ Eso Shiktan Eso Pavel Mogoyo បាទតើឬមួយក៏ឧទាហរណ៍ថាយើងស្ដាប់ចម្រៀង Markel Thiroyo ស្ដាប់ចម្រៀងតើស្ដាប់នៅណាស្ដាប់នៅផ្ទះតើផ្ទះអញ្ចឹងសកម្មភាពការយើងស្ដាប់ចម្រៀងគឺនៅក្នុងផ្ទះអញ្ចឹងសកម្មភាពកើតឡើងនៅក្នុងកន្លែងហ្នឹងអញ្ចឹងជីបអីគេដែរជីបអេសតោះអញ្ចឹងពីឥឡូវនេះទៅពួកយើងទៅចាំថាពេលណាយើងចង់ប្រើអេសតើតាកន្លែងហ្នឹងមានសកម្មភាពដែលសកម្មភាពកើតឡើងនៅក្នុងកន្លែងហ្នឹងមកមិនយើងអាចប្រើអេសបានបាទតោះបន្ទាប់មកទៀតឥឡូវយើងមើលឧទាហរណ៍មួយទៀតតើ Soreso Ilion Tungan Salke Theoso Chongmal Kipoyo តើ Soreso Ilion Tungan តើរយៈពេល1ឆ្នាំសាលកេថេអសបាទខ្ញុំរស់នៅក្នុងរយៈពេល1ឆ្នាំនៅសេអ៊ូលដូច្នេះហើយខ្ញុំពិតជាឆុងម៉ាល់គីប៉ុយខ្ញុំសប្បាយចិត្តខ្លាំងណាស់តោះនៅកន្លែងនេះពួកយើងប្រហែលជាវីដេអូមុនពួកយើងចាំឲ្យពាក្យសាលដាយើងប្រើមួយអែមិនអញ្ចឹងដែលថាខ្ញុំឲ្យក្នុងលក្ខខណ្ឌដូចលក្ខខណ្ឌទី2មិនដឹងទី2មិនដឹងទីកន្លែងអែទី2ឬក៏ទី3ខ្ញុំអត់ចាំដែរបាទអែយើងប្រើសាលដាតោះពេលឥឡូវនេះយើងចាំពាក្យមួយដែលយើងអាចប្រើអែក៏បានយើងប្រើអែសក៏បានគឺពាក្យសាលដាតោះមកសូរ៉េសារ៉ាយ៉ូSoreso Sarayo បាទយើងអាចប្រើបានដូចគ្នាដែលយើងអាចប្រើបានទាំងពីរតែម្ដងចុះយើងប្រើ a ក៏បាន s ក៏បានដូចនេះកន្លែងនេះយើងដាក់ចំណុចចំណាំមួយទៅប្រើ a ក៏បានប្រើ s ក៏បានជាមួយកិរិយាសព្ទអីគេដែរកិរិយាសព្ទ sal ដែរតាមវាខ្ញុំរស់នៅសេអ៊ូលរយៈពេល1ឆ្នាំដូច្នេះពិតជាសប្បាយចិត្តបាទ Kipoyo Kipuda បាទតោះអញ្ចឹងទី1នៅកន្លែងនេះមានយើងប្រើជាមួយនឹងកិរិយាសព្ទដែលមានសកម្មភាពកើតឡើងនៅក្នុងកន្លែងហ្នឹងអេសយើងបកប្រែថានៅឯឬមួយក៏នៅមកខ្ញុំរស់នៅសេអ៊ូលឬមួយក៏ឧទាហរណ៍មកជួបគ្នានៅមុខខ្លោងទ្វារសាលារៀនរបៀបអញ្ចឹងបាទនៅឬមួយក៏នៅឯតោះបន្តមកទៀតទី2អេសគឺយើងប្រើជាមួយនឹងទីកន្លែងដូចគ្នាដែរតែកិរិយាសព្ទដែលនៅខាងក្រៅមានពាក្យទាំងអស់នេះពាក្យគឺកិរិយាសព្ទធ្វើដំណើរកិរិយាសព្ទទិសដៅផាំងយ៉ាងធុងសាអូដាមកតណាដាចាក់ចេញណាអូដាចេញមក
출발 하다 쟁ដំណើរ ពាក្យពាក់ព័ន្ធមួយមកហើយនឹងចេញទាំងអស់បាទតពេលណាយើងប្រើ oda tornada daoda 출발 하다ជាមួយនឹង s ពាក្យ s នេះយើងបកប្រែថា2បាទ2យល់ទេ2មកថា s oda មក2 s tornada ចាក់ចេញ2 s naoda ចេញមក2 s 출발 하다ចេញដំណើរ2យើងបកប្រែរបៀបហ្នឹងតឥឡូវយើងមកឧទាហរណ៍ជាមួយនឹងគ្នាត어느 나라에서 왔어요 어느 나라 ប្រទេសណាតទីកន្លែងហ្នឹងឃើញទេទីកន្លែងចឹង s 왔어요 មកបានមកឬមកមកបានមកគេអតីតកាលត s 왔다 s oda នៅកន្លែងនេះហើយអញ្ចឹងមានន័យថាម៉េចដែរមកពីតើអ្នកមកពីប្រទេសណា 어느 나라에서 왔어요 중국에서 왔어요តខ្ញុំមកពីប្រទេសចិនត중국에서 왔어요តើយើងចង់និយាយថាខ្ញុំមកពីប្រទេសកម្ពុជាវិញយើងនិយាយថាម៉េចដែរ 캄보디아에서 왔어요. 열래? 짱짱 에서 오다. 다른 뭐가 우리가 뭐ទៀត? 다 내일 김포 공항에서 출발할 거예요. 다 출발하다는 거는 쟁ដំណើរ បាទមានថាខ្ញុំនឹងចេញដំណើរ 열래? អញ្ចឹងដោយសារ 출발하다 តែយើងប្រើ s អញ្ចឹងមានន័យថា s នេះយើងបកប្រែថាម៉េចដែរ2បាទខ្ញុំនឹងចេញដំណើរពីអាកាសយានដ្ឋានគីមផូក៏គីមផូខុងហាំង Neil នៅថ្ងៃស្អែកតថ្ងៃស្អែកខ្ញុំនឹងចេញដំណើរពីអាកាសយានដ្ឋានគីមផូតអញ្ចឹងនៅកន្លែងនេះខ្ញុំសរុបឡើងវិញឲ្យ s យើងអាចប្រើបាន2ករណីទី1គឺនៅឯទី2យើងបកប្រែថា2ដោយអាស្រ័យទៅលើកិរិយាសព្ទដែលនៅខាងក្រោយវាបើសិននៅពីក្រោយវាកិរិយាសព្ទសកម្មដែលមានសកម្មភាពកើតឡើងនៅក្នុងកន្លែងហ្នឹងហ្មងយើងបកប្រែថានៅបើសិនណាជាកិរិយាសព្ទមានដូចជា oda tornada naoda 출발 하다 ដែលមានន័យថាចេញឬមួយក៏មកពីកន្លែងណាមួយ s យើងបកប្រែថា2ដែរតោះអញ្ចឹងឥឡូវនៅពេលនេះយើងនឹងមើលលំហាត់អនុវត្តជាមួយគ្នាបន្តិចតើលំហាត់អនុវត្តនេះបងប្អូនអាចសាកល្បងរៀនធ្វើខ្លួនឯងបាទស្កប់កន្លែងនឹងបន្តិចរួចហើយរៀនធ្វើខ្លួនឯងថាត្រូវកែរបៀបម៉េចតើឥឡូវយើងនឹងមើលជាមួយនឹងគ្នាទី1 어머니께서는 뭐 하세요? តើ 계서는 នៅកន្លែងនេះអត់ទាន់រៀនទេបាទគឺទម្រង់គួរសមរបស់은는បាទបបរវាស័ព្ទ은는តើម្ដាយរបស់អ្នកធ្វើអីតើ 어머니께서 뭐 하세요? 아버지 옆에 드라마를 보고 있어요. តើម្ដាយខ្ញុំគាត់កំពុងមើលរឿងភាគនៅក្បែរឪពុកខ្ញុំតើយើងមើលនៅកន្លែងនេះតើហេតុអីបាន up pace ខុសចឹងតើដោយសារមូលហេតុនេះមើល drama មានសកម្មភាពអត់មាននៅណានៅទីកន្លែងហ្នឹងឯងបាននៅក្បែរឪពុកហ្នឹងគាត់នៅកន្លែងហ្នឹងគាត់មានសកម្មភាពគាត់ពងមើលរឿងភាគអញ្ចឹងមានសកម្មភាពអញ្ចឹងយើងអត់អាចប្រើ e ទេយើងត្រូវប្រើគេដែរ 에서មិនដែរ 아버지 옆에서 드라마를 보고 있어요. 네. 자, 이제 알레지 뭐를 라인이 다 어젯밤에 침대에 잠을 앉아서 허리가 아파요. 다 그래서 육매년 좀 어반 게임 늘르 그래 루치네 할루 취직게 미야 것 게임 늘 라이프 인다 면 게임 늘르 그래. 네. 다 이제 침대 다 게임 민스 감어 피어 봐 잠을 자다 민스 감어 피어. 이제 뭐 민스 감어 피어 영 프라 에 반엇 반테 영 트러 프라 에서. 열레 영 트러 프라 좀 또 늘 라인이 봐 어젯밤에 침대에서 잠을 앉아서 허리가 아파요. 자, 아파요. 자, 레지면 우리 허무션 크라이. 자, 명동부터 출발하면 1시간쯤 걸려요. 자, 부터. 봐 하지면 클래스 버리네. 부터 뭐 프라이 되다. 자, 삐. 자, 부터 영 프라이 좀 뭐는 빼버리. 뭐 명동 지티 라인 저 영 안 프라 부터 반테. 연들 프라이 게다. 에서. 자, 명동에서 출발하면តើបើចេញដំណើរពីមៀងដងទៅ 1시간쯤 걸려요. បាទចំណាយពេលប្រហែលជា 1 ម៉ោងតើមៀងដងអេសអញ្ចឹងយើងប្រើពុទ្ធអត់បានទេបាទអញ្ចឹងទម្រង់អេសគឺយើងប្រើរបៀបនេះអញ្ចឹងមាន2ចំណុចហ្នឹងអញ្ចឹងពេលណាយើងប្រើយើងប្រយ័ត្នប្រយែងបន្តិចជាមួយនឹងអត្ថន័យ2ហ្នឹងថាតើយើងពេលយើងគួរប្រើអេនៅឬមួយក៏2បាទដែលអាស្រ័យទៅលើកិរិយាសព្ទដែលនៅខាងក្រោយវានឹងឯងបាទអញ្ចឹងសម្រាប់វីដេអូមេរៀនថ្ងៃនេះបាទសូមបញ្ចប់ត្រឹមនេះបាទហើយនៅវីដេអូក្រោយខ្ញុំនឹងចេញវីដេអូមួយទៀតគឺការប្រៀបធៀបរវាង A ជាមួយនឹង A សថាខុសគ្នារបៀបម៉េចបាទអញ្ចឹងបងប្អូនអាចតាមដានមើលបានថាតើពីរនេះវាខុសគ្នារបៀបណាបាទអញ្ចឹងអរគុណច្រើនមែនទែនបាទយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ